មានរឿងអីត្រូវតែពឹងដង្ហើមគេដកទៀតទេណាបើកូនខ្មែរប៉ាកែឲ្យធ្វើបានដល់ម្លឹងចង់បិទអីក៏បិទទៅអតីតអ្នកឌីហ្សាញកូនខ្មែររបស់យើងណាបានងាកមកបើកកន្លែងបោះពុម្ពកៅកាហ្វេដែលមានអនាម័យហើយកៅរបស់គាត់នឹងអត់មានក្លិនទេបងប្អូនគាត់បោះពុម្ពឲ្យភ្លាមណាយើងអាចយកទៅប្រើបានតែម្ដងហើយគាត់ free តាំងពី artwork លើកៅបែបនេះស្អាតណាស់តាមអីដែលយើងចង់បានណាបងប្អូនចង់បានរូបបែបណាអាចមកវិភាគជាមួយនឹងគាត់ផ្ទាល់បានចង់បានរូបប្រាសាទខ្មែររូបអប្សរារូបប្រចាំតំបន់ប្រចាំខេត្តរបស់យើងណានិយាយរូបអាស្រ័យទៅលើអីដែលបងប្អូនចង់បានឲ្យមកនិយាយជាមួយគាត់គឺគាត់សេរី artwork ឲ្យបងប្អូនមកស្អាតលើកៅកាហ្វេបែបនេះតែម្ដងហើយបើសិនជាបងប្អូនបោះពុម្ពកៅកាហ្វេនៅកន្លែងរបស់គាត់ចាប់ពី2000កៅឡើងទៅណាគឺយើងអាចរើសបានរហូតដល់ទៅ6000ឯណោះបងប្អូនដោយតម្លៃសេវាបោះពុម្ពកៅរបស់គាត់ក្នុង1000កៅនឹងត្រឹមតែ$20ទេអញ្ចឹងបងប្អូនយើងគិតមើលទៅថាអតិថិជនចំណេញប៉ុណ្ណាណា free តាំងពី artwork តម្លៃសមរម្យឲ្យគាត់សំខាន់ឲ្យយើងរើសពណ៌បានមកស្រឡាញ់ទៀតចំណេញមែនតើសំខាន់គឺយើងអត់ចាំយូរទេបងប្អូនបើសិនជាយើងអូខេជាមួយនឹង artwork ជាមួយនឹងពណ៌ដាក់លើកៅដាក់លើ logo បែបនេះណាគាត់បោះពុម្ព1000កៅនឹងមិនដល់2ទៅ3នាទីទេគឺបងប្អូនបោះពុម្ពឲ្យអាចយកទៅលក់បានតែម្ដងទាន់ចិត្តក្តៅមែនតើបងប្អូនហើយនេះគឺជារោងពុម្ពផ្កាយ5ណាដែលកំពុងតែល្បីមែនតែរឿងស្នាដៃកូនខ្មែររបស់យើងថ្មីមួយនេះដែលគាត់អាចរៀបចំកន្លែងបោះពុម្ពបានស្អាតទៅលើកែវកាហ្វេដែលប្រកបទៅដោយអនាម័យលឿនរហ័សនៅក្នុងតែមួយថ្ងៃគឺគាត់អាចបោះពុម្ពបានរហូតដល់ទៅ100000កែវហើយណោះបងប្អូនអញ្ចឹងគឺថាតន់ចិត្តអតិថិជននៅក្នុងប្រទេសកម្ពុជាយើងជាពិសេសគឺហាងធំនៅស្រុកខ្មែររបស់យើងណាយកកន្លែងរបស់គាត់នេះធ្វើជាដៃគូហើយសំខាន់ឥឡូវឃើញថាសេវាបោះពុម្ពផ្កាយ5ណាបានប្រើជាមួយនឹងបច្ចេកវិទ្យាកាន់តែទំនើបជាងមុនទៅទៀតបងប្អូនដើម្បីឲ្យកែវរបស់គាត់កាន់តែមានអនាម័យណាបដូរពីការបោះពុម្ពស្បៃបែបនេះទៅប្រើម៉ាស៊ីនសុទ្ធសាធតែម្ដងដើម្បីបោះពុម្ពទាំងលាយថ្នាំសម្អាតមេរោគលើកែវសម្ងួតកែវទៅប្រើម៉ាស៊ីនបោះពុម្ពសុទ្ធសាធតែម្ដងរាប់តាំងពីលាយពណ៌ថ្នាំសម្អាតមេរោគលើកែវសម្ងួតកែវរាប់ចំនួនកែវណាដោយម៉ាស៊ីនតែម្ដងព្រោះតាមអីដែលបងប្អូនគាត់ចង់បានគឺចង់ឲ្យអាជីវកម្មមួយនេះអ្នកផលិតហ្នឹងគឺផលិតស្នាមញញឹមម្ចាស់ហាងក៏មានស្នាមញញឹមអ្នកប្រើប្រាស់ហ្នឹងក៏មានស្នាមញញឹមដែរព្រោះគាត់ចង់ឲ្យរបស់ដែលចេញពីកន្លែងរបស់គាត់នេះគឺប្រកបដោយអនាម័យអត់មានប៉ះពាល់ទៅដល់សុខភាពអ្នកប្រើប្រាស់ទេអញ្ចឹងហើយជាហេតុដែលធ្វើឲ្យកន្លែងរបស់គាត់ក្នុងមួយថ្ងៃកែវចេញនោះគឺថារាប់ពាន់រាប់ម៉ឺនកែវតែម្ដងបងប្អូននៅក្នុងស្រុកខ្មែររបស់យើងណានេះហើយជាហេតុដែលធ្វើឲ្យសេវាបោះពុម្ពផ្កាយ5ណាគាត់សម្បូរមួយហាងធំនៅស្រុកខ្មែរយើងមែនតើហាងកាហ្វេធំនៅស្រុកខ្មែររបស់យើងណាគឺដោយសារតែគេមានការជឿទុកចិត្តទៅលើកន្លែងរបស់គាត់នេះហើយបងប្អូនមើលតែពុម្ពចាស់ដែលគាត់ធ្លាប់ប្រើកន្លងមកគឺដឹងឲ្យទម្រាបជួរតែម្ដងច្រើនណាស់បងប្អូនសាកសម័យមើលចង់ទៅបោះពុម្ព logo លើកែវកាហ្វេនៅប្រទេសជិតខាងរបស់យើងចំនួនតិចធ្វើ1000 2000កែវអីនេះណាហើយយើងចង់បាន artwork បែបខ្មែរឬក៏ចង់បានរូបអត្តសញ្ញាណជាតិខ្មែររបស់យើងនៅលើកែវកាហ្វេបែបនេះហើយចង់បានពណ៌ដែលយើងស្រឡាញ់ហើយសំខាន់យើងចង់បានឲ្យលឿនទាន់ចិត្តដើម្បីយកមកធ្វើអាជីវកម្មរបស់យើងខ្ញុំគិតថាគ្មានផ្លូវបានលឿនទេបងប្អូនហើយក៏គ្មានគេ free ឲ្យបែបនេះដែរប៉ុន្តែសេវាកម្មបោះពុម្ពផ្កាយ5ណារបស់ខ្មែរយើងតែម្ដងគឺធ្វើបានបងប្អូនជូនអតិថិជនអត់មានឲ្យទាស់ចិត្តទេទាំងចំនួនបងប្អូនចង់បានតិចតួចក៏គាត់ធ្វើឲ្យតម្លៃសមរម្យហើយកែវរបស់គាត់នឹងគឺមានអនាម័យថែមទៀតជាពិសេសគាត់ free ទាំង artwork លើកែវបែបនេះឲ្យបងប្អូនមកស្អាតមកស្រឡាញ់តែម្ដងតែសំខាន់ក៏គាត់អត់កណាញ់ពួកខ្ញុំដែរបងប្អូនគឺគាត់ឲ្យពួកខ្ញុំចូលមកថតសកម្មភាពពិតពេលដែលគាត់ផលិតនឹងតែម្ដងឲ្យបងប្អូនបានឃើញផ្ទាល់នឹងផ្នែកថាកែវរបស់គាត់នេះគឺផលិតមកដោយមានអនាម័យប្រកបទៅដោយការយកចិត្តទុកដាក់យកតែមែនតើអញ្ចឹងសម្រាប់បងប្អូនដែលជាម្ចាស់ហាងកាហ្វេចង់រកដៃគូទាន់ចិត្តដើម្បីបោះពុម្ពកែវកាហ្វេអីហ្នឹងណាដែលស្អាតហើយប៉និតបែបនេះអាចមករកសេវាកម្មបោះពុម្ពផ្កាយ5បានអញ្ចឹងចំពោះទីតាំងក៏ដូចជាព័ត៌មានលម្អិតនៅក្នុងការតាក់ទងទៅគាត់សំញប់ដាក់នៅ comment ខាងក្រោមវីដេអូនេះបងប្អូនអាចទៅ check មើលបានហើយវីដេអូរបស់ពួកខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេសូមជួបគ្នាជាមួយនឹងពួកខ្ញុំម្ដងទៀតនៅវីដេអូក្រោយបាយ